បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទសូមនាំបងប្អូនប្រិយមិត្តទាំងអស់គ្នាបាទមកទស្សនាលើដងវិថីបាទសម្ដេចបាទសម្ដេចពុកសម្ដេចហ៊ុនសែនបាទផ្លូវ60ម៉ែត្របាទយើងគិតចាប់ផ្ដើមពីបាទគោលស្ពានបាទគោលស្ពាន60ម៉ែត្របាទភ្ជាប់ជាមួយផ្លូវបាទ271ដែលឆ្ពោះទៅក្បាលខ្នល់និងមកបឹងតបែកនិងទៅផ្លូវមនីវងศ์បាទអញ្ចឹងបាទនៅលើដងផ្លូវដងមហាវិថីបាទ60ម៉ែត្របាទយើងឃើញហើយបាទយើងធ្វើដំណើរពីស្ពានបាទនៅផ្នែកខាងលើខាងក្រោមក៏អាចធ្វើដំណើរបានបាទរង្វង់មូលខាងលើបាទប្រជាពលរដ្ឋខ្លះក៏ច្រឡំដែរបាទសូមអភ័យទោសច្រឡំផងដែរបាទអត់ដែរជីបាទច្រឡំបាទរឿងផ្លូវខាងលើហ្នឹងវងមូលខាងលើហ្នឹងបាទដឹងកាច់ទៅណាទេបាទសឹងសុំមើលផ្លាកសញ្ញាបានត្រឹមត្រូវបាទយើងជាប់ពីវងមូលមកយើងបត់ស្ដាំនៅផ្លូវបាទចូលទៅផ្លូវ60ម៉ែត្រនេះបាទផ្លូវទូចនេះបាទយើងឃើញហើយនៅលើដងផ្លូវ60ម៉ែត្របាទគេដាក់មរតកតិចណូ flyover បាទនេះនៅលើស្ពានបាទមរតកដេកចូលមរតកតិចណូបាទអញ្ចឹងនៅលើស្ពានបាទបន្ទាប់ពីចុះពីស្ពានបាទអញ្ចឹងបាទអេបនេះបាទយើងថតទៅបាទវាមាន location និងផ្លូវមួយចំនួនជាឈ្មោះឲ្យយើងស្រាប់បាទយើងចុះពីផ្លូវគោលស្ពានបាទ60ម៉ែត្រទៅយើងឃើញបាទអត់សូវមានទេបាទផ្ទះប្រជាពលរដ្ឋរបស់យើងអត់សូវមានទេគឺឃើញពីឆ្នេរក្នុងដីវានិងអគារមួយចំនួនបាទនៅខាងឆ្វេងដៃបាទច្រើនអគារខុនដូច្រើនជាពិសេសអគារ RNF បាទគឺអគារដែលមានមនុស្សច្រើននៅបាទបងប្អូនមួយចំនួនបាទឋាននៅលើផ្លូវនឹងផងដែរនៅដើមផ្លូវ60ម៉ែត្របាទនេះគេដាក់មហាវិថីសម្ដេចហ៊ុនសែនបាទយើងធ្វើដំណើររហូតបាទយូរដែរបាទ10ជាងនាទីបានយើងបាទ10ជាងនាទីបានយើងបាទធ្វើដំណើរផុតផ្លូវនេះប៉ុន្តែបាទនេះយើងធ្វើដំណើរពេលល្ងាចបាទប្រហែលជាម៉ោង4ម៉ោង5បាទចឹងឡានយើងច្រើនបន្តិចបាទនៅលើផ្លូវ60ម៉ែត្រលើនេះបាទដោយសារមានបាទពលានយន្តហោះថ្មីរបស់យើងបាទតិចណូរបស់យើងហ្នឹងបាទអ្នកធ្វើដំណើរមួយចំនួនគឺឆ្លងកាត់ផ្លូវនេះដើម្បីធ្វើដំណើរទៅបាទពលានយន្តហោះថ្មីរបស់យើងបាទហើយអ្នកមួយចំនួនទៀតក៏ធ្វើដំណើរតាមបាទផ្លូវបាទចកាដងផងដែរបាទយើងមានផ្លូវច្រើនវាងច្រើនពីតាខ្មៅក៏បានបាទផ្លូវ60ម៉ែត្រតាមផ្លូវ60ម៉ែត្រក៏បានបាទយើងឃើញអាគារខុនដូនិងក្រុមហ៊ុនច្រើនយើងអត់មានឃើញប្រជាពលរដ្ឋរស់នៅទីនេះច្រើននោះទេដោយសារទីនេះបាទជាទីកន្លែងមួយបាទសម្រាប់ក្រុមហ៊ុននាមការអភិវឌ្ឍផងដែរបាទគ្រប់ចក្ខុវិស័យបាទអញ្ចឹងបាទរាជរដ្ឋាភិបាលរបស់យើងមកខំពុះពៀបាទនេះបាទគឺផ្ទះបាទសោបហៅបាទមួយចំនួនមកគម្រោងផ្ទះមួយចំនួនបាទអគារខ្លះក៏មិនទាន់ធ្វើហើយប៉ុន្តែភាគច្រើនគឺដីទំនេរច្រើននៅផ្លូវ60ម៉ែត្រនេះបាទខ្ញុំជឿជាក់ថាមិនយូរមិនឆាប់ទេបាទប្រហែលឆ្នាំទៅមុខទៀតនឹងមានមនុស្សនិងមានអគារក្រុមហ៊ុនរស់នៅច្រើនទីនេះបាទផ្លូវនេះគឺមមាញឹកមែនតើបាទដូចនឹងផ្លូវអន្តរជាតិដែរបាទខ្ញុំក៏មិនដឹងថាថ្ងៃមុខគេដំឡើងទៅជាផ្លូវអន្តរជាតិយ៉ាងម៉េចទេពីព្រោះផ្លូវនេះវាភ្ជាប់ទៅនឹងផ្លូវពលានយន្តហោះបាទថ្មីតិចណូបាទ airport ហ្នឹងបាទភ្ជាប់ពីគោលស្ពាន60ម៉ែត្រហើយនឹងផ្លូវ271បឹងតបែកបាទឆ្ពោះទៅបាទផ្លូវទៅរហូតទៅដល់បាទព្រៃហូរផ្លូវជាតិលេខ 2កាត់ផ្លូវជាតិលេខ 2បាទបានចប់ផ្លូវ
ផ្លូវកាត់ផ្លូវជាលេខ2បានចូលទៅលើផ្លូវបាទផ្លូវពលានយន្តហោះបាទនេះបានផ្លូវដែលចាក់ឲ្យល្អជាងគេមកគឺនឹងផ្លូវ60ម៉ែត្រហ្នឹងហើយបាទរត់នៅលើផ្លូវនឹងភ្លឹងប៉ុន្តែសូមប្រុងប្រយ័ត្នបងប្អូនទាំងអស់គ្នាដោយសារផ្លូវនេះគឺមានអ្នកបើកបរឡានគឺលឿនមែនតើបាទបើខ្ញុំគិតបាទខ្ញុំគិតពីគល់ស្ពានរហូតទៅដល់ព្រៃហូបាទកម្រិតនៃការចរាចរណ៍បាទគឺ60គីឡូក្នុង1ម៉ោងទេបាទប៉ុន្តែពេលខ្លះបាទបងប្អូនទាំងអស់គ្នាហ្នឹងក៏អត់មានប្រអន់ទេបាទមានតែលើស80ទៅ100បាទឬក៏អាចឡើងមក120ក៏មានដែរបងប្អូនទាំងអស់គ្នាបាទដោយសារខ្ញុំជាអ្នកបាទផ្ទាល់ថ្ងៃជិះបាទសឹងរៀងរាល់ថ្ងៃហើយបាទឡើងទៅពលានយន្តហោះបាទយន្តហោះថ្មីនឹងផងដែរបាទហើយបាទvìពេលវេលាបាទយើងបើសិនជាយើងគិតពីភ្នំពេញយើងទៅមរតកទៅពលានហោះតិចណូបាទសូមអភ័យទោសជាប់មរតកបាទយើងគិតបាទប្រហែលជាកន្លះម៉ោងទេបាទបើសិនជាផ្លូវមិនស្ទះណាយើងគិតថាប្រហែលជាកន្លះម៉ោងទេបើផ្លូវស្ទះប្រហែលជា1ម៉ោងប៉ុណ្្នឹងឯងបាទហើយបើសិនជាយើងគិតពីពលានយន្តហោះចាស់ទៅពលានយន្តហោះថ្មីបាទមានយើងប្រហែលជា30គីឡូជាងបាទ32-33គីឡូបាទថាយើងបើសិនជាយើងធ្វើដំណើរពីពលានយន្តហោះចាស់រហូតទៅដល់ពលានយន្តហោះថ្មីយើងទៅតាមផ្លូវជាតិលេខ3វិញបាទទៅតាមផ្លូវសិនជីនពីងវិញបាទកាត់ពីវត្តបាទវត្តធម្មកណាបាទអញ្ចឹងហើយយើងឡើងទៅស្ពានទៅបាទយើងបកទៅខាងផ្លូវជាតិលេខ2វិញបាទយើងកាត់ទៅតាមផ្លូវជាតិលេខ3ប៉ុន្តែយើងទៅជាតិលេខ2វិញបាទខាងនៅខាងនេះចិត្តជាងបាទ30គីឡូមែនប៉ុន្តែជិះចិត្តជាងវាអាចមានល្បឿនលឿនជាងប៉ុន្តែផ្លូវអត់ដូចផ្លូវ60ម៉ែត្រទេបាទផ្លូវខាងនោះគឺផ្លូវបេតុងបាទប៉ុន្តែអាលាក់មែនតើមកវាតំណបេតុងគ្នាបាទអញ្ចឹងវាអត់ដូចផ្លូវ60ម៉ែត្រទេផ្លូវ60ម៉ែត្រដល់លងព្រិលបាទស្រួលជិះវិញស្រួលជិះជាងប៉ុន្តែគ្រាន់តែយើងកាត់ពីពោបេតុងទៅនោះវាឆ្ងាយយើងប្រើមធ្យោបាយនៅខាងនេះវិញបាទហើយមួយទៀតគឺចកាដូងពីពោបេតុងដល់ចកាដូងបាទគឺមានភាពកកស្ទះមែនតើបាទអញ្ចឹងតាមតែយោបល់ខ្ញុំបាទគឺអ្វីដែលអាចលឿនបានគឺកុំពលកម្មចកាដូងអីបាទតែបងប្អូនរស់នៅជិតចកាដូងយើងអាចទៅតាមចកាដូងបានតែរស់នៅខាងពោបេតុងឬក៏រស់នៅខាងទូកកទូអីយើងអាចទៅខាងផ្លូវជាតិ3យើងអាចតាមផ្លូវជាតិ3បានលឿនជាងបាទមកដល់មកមើលទស្សនភាពនៅដងផ្លូវបាទមហាវិថីសម្ដេចហ៊ុនសែន60ម៉ែត្រនេះបាទអត់សូវមានបាទនេះទេបាទតែជាប្រវត្តិទេបាទដាច់គឺច្រើនតែមានបាទដីរបស់ក្រុមហ៊ុនធំមែនទែនបាទហើយស្ងាត់បាទប៉ុន្តែមានសុខភាពភាពស្រស់ស្អាតមែនទែនបាទយើងមើលគ្រាន់តែយើងមើលឃើញបាទនេះ60បាទសញ្ញាគូសនៅលើផ្លូវ60ហ្នឹងបាទនឹងជាល្បឿនដែលដាស់តឿនឲ្យអ្នកបើកបរទាំងអស់គ្នាបានដឹងបាទកុំឲ្យលើ60បាទជៀសវាងគ្រោះថ្នាក់បាទយើងមើលឃើញហើយបាទ3ឡានបាទតាមតែចរាចរណ៍យើង3ឡានយើងអាចបាទបើកបរស្រួលមែនតើប៉ុន្តែហាមបាទជៀសវាងបាទអ្នកបើកបរទាំងអស់គ្នាកុំជែងស្ដាំឲ្យសោះបាទព្រោះជែងស្ដាំគឺមានការមានគ្រោះថ្នាក់មែនតើបាទនេះបាទមានក្រុមហ៊ុនមួយចំនួនបាទនៅលើផ្លូវនេះបាទប៉ុន្តែស្ងាត់មែនតើបាទយើងមើលឃើញអញ្ចឹងទេបាទប៉ុន្តែយើងមានផ្លូវក្នុងប្រហែលជា2-3ទៀតដែលខ្ញុំអត់បានថតទេផ្លូវខាងក្នុងហ្នឹងគឺមានបូរីរបស់មានបូរីបាទមានបូរីរបស់ប្រទេសជាពលរដ្ឋប៉ុន្តែប្រទេសជាពលរដ្ឋអត់មានបង្ហាញនៅលើផ្លូវនៅលើដងផ្លូវ60ម៉ែត្រច្រើននោះទេដោយសារបាទផ្លូវនេះបាទគេស្ថាបនាមកឬក៏ដីគេចាក់ខ្សាច់ចាក់អីហ្នឹងជាលក្ខណៈបាទក្រុមហ៊ុនឬក៏ business ផ្សេងៗមកគឺមានតម្លៃថ្លៃយ៉ាងប្រជាពលរដ្ឋយើងក៏ចេះថាអ្នកមួយចំនួនមានលទ្ធភាពទិញអាចរស់នៅបានអ្នកមួយចំនួនទៀតក៏
bà chia cái lại giống từ họ lại xây này hiện thu lại chẳng nè bà dừng mưa mà tập lương ấy dừng mình khục khoản bà hay bà hiểu ốm nó sao phone là phiếp cứ hiện xã bà hiện so là ca hiện xã về lần nghiện hiện khoản bà đấy bà bàn tay vừa ngày với cái đau bà đau hay nhưng mà sợ nhìn làm sơ để mà anh hiểu ta đau mà chẹt chỗ không lan chẹt lần xong nào phải thà có bà dương là sao có đau tam ngày đã mà bà dương quỳ không lán mà bà xin là chẹt bị cam mấy nơi là mình đi theo bà mình tự chẹt bà bay cắm trên đặc sò đấy bà này còn là giờ ở đây nhóm chụp to mà xong mà phải thành tay phải tô bông phụ nó này mà trong buổi lan bông phụ nó này hai giờ bà hiện còn ba ông thần trẻ còn bao nhiêu ta nhóm chưa tha về khai cái đời nữa bà lan nhà na đôi nhà na đấy mà cái đời đúng giờ cái tập mình tên mà là dương châu mà đòi bà ấy on 7 bà dương có ọt khơi mình đây cam ấy thông đông này mà miền ta smart miền ta ấy tin tôi tế bàn lừa đồng phơi ní mà ọt miền này mà ngặt chân bọt tờ lò bò mà ngặt chân mà phải chịu bột bắn tay miền ngò này bong bóng mà chịu bột chỉ mà tô từ win từ mò ra ơn mình tên mà bị phố phải hổ bà phải hổ ở nơi phải hổ bên người sợ tất cả hồ nơi đấy mà ở chỉ lịch bí bà không cái con thông tin được nghĩa bà ai là nên thông tin dương canh là bùng rịch tới hơi bà còn hồn mà dầm luôn đôi chỉ làn bị vậy đi đôi chỉ lịch sĩ lịch ấy ban là lượt lại học xong mai tầng ó bà là bay đang lượt lại học xong mai nó thì kia ấy bà số room đừng khaliang rồi cho nên là lượt lại học xong mai tầng ó bà chẳng rồi được kịch này tí tăng lúc bà cứ miền càng nghe cha hơn là chấm rồi bà ai vì ở sơ miền tây bây giờ bờ mấy phần này bây giờ bờ dưỡng có bàn hụt nơi hàng này hàng càoคือhàng khăn nông bà dùng miền phơi ประมาณ tiết trăm bà nhom nâng chia dương bà thọtเป็นchun bong bồn ởนี้ถ้าphơi nâng cắtปีนาthế nào mà dương miền càng nghe số chí nâng peได้เสียหรือก็bà miền ปัญหามาจำนวนมายังไงสกอร์ởนี้bà để hiện mà đo aeon 7 hay bà xong từ xa hay bà aeon 7 mà tầng aeon 1 aeon 2 aeon 7 bàสำหรับថ្ងៃសៅរ៍ងាទឹកបាទគឺពេញដោយមនុស្សបាទទាំងឡានទាំងម៉ូតូបាទពេញអ្នកណាក៏និយាយដែរបាទនៅក្នុងទីក្រុងភ្នំពេញបាទសារអេអនបាទថ្ងៃសៅរ៍ងាទឹកគឺជាកន្លែងដែលត្រូវបាទប្រជាជនរបស់យើងបាទកំណត់ថានឹងទៅដើរលេងនៅក្រុមហែកំសាន្តក៏ហូបចុកអ្វីផ្សេងបាទវាជាចំណុចអារម្មណ៍មួយផងដែរសម្រាប់បងប្អូនអ្នកគ្នាអ្នកដែលមិនទាន់ទៅអេអន3បាទក៏អាចទៅបានអ្នកដែលមិនទាន់ទៅអេអន1ក៏អាចទៅបានតែអេអន1យើងទូជាងបាទសូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូបាទដែលរៀបចំខ្ញុំរៀបចំដល់ខ្ញុំអរគុណច្រើនជម្រាបលាសុខសប្បាយអរគុណសម្រាប់ការទស្សនា